បាត់សូមធ្វើការអនុញ្ញាតគោរពនឹងជំរាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនិងជាទីរាប់អានខ្ញុំបាទក៏សូមលើកយកនៅអត្ថបទមួយដែលមានចំណងជើងថាមកដឹងពីជោគជតារាសីឆ្នាំទាំង4ដែលមានរាសីខ្ពស់ជាងគេប្រចាំខែវិច្ឆិកានេះបាទចង់ដឹងថាមានឆ្នាំអ្វីខ្លះនោះកុំឲ្យខាតពេលខាតវេលាយូរនោះសូមអញ្ជើញរីករាយសន្តាប់ជាមួយនឹងខ្ញុំបាទដូចតទៅបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំជូតសម្រាប់មនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំជូតជាឆ្នាំដែលអស់លោកអ្នកមានសេចក្តីសុខសែមខ្សានលើសលប់ហើយសម្រាប់ខែថ្មីនេះផងដែរលោកអ្នកទទួលបានលាភធំគួរជាទីកប់ចិត្តមានគេនាំកំណប់រង្វាន់មកដល់ទីកន្លែងនៅក្នុងខែថ្មីនេះជោគជតារាសីរបស់អស់លោកអ្នកល្អប្រសើរបំផុតបើអ្នកមានបំណងធ្វើមុខរបរអ្វីអាចនឹងបានសម្រេចផលគួរជាទីកប់បំណងប៉ុន្តែអ្នកកុំផ្ដេកផ្ដួលនឹងការងារជួយឈឺឆ្អាលពីគេឯងខ្លាំងពេកនៅក្នុងរឿងរ៉ាប់រងក៏ដូចជាស្រឡាញ់យកចិត្តទុកដាក់ចំពោះនរណាម្នាក់គួរតែមានការប្រយ័ត្នប្រយែងឲ្យបានមែនតែនហើយខំស្ទាបស្ទង់បន្តិចផងទៅប្រសើរចំណែកមនុស្សប្រុសវិញនៅក្នុងខែថ្មីនេះក្នុងឆ្នាំនេះដួងរាសីរបស់អស់លោកអ្នកត្រូវខាតបង់ប៉ុន្តែត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹងយ៉ាងណាមិញធ្វើអ្វីមួយត្រូវតែមានការពិចារណាឲ្យបានល្អិតល្អន់មុននឹងសម្រេចធ្វើអ្វីមួយទៅជាការប្រសើរហើយសូមខមលេខ889រួចសៀចេញយកលាភសំណាងបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំមមីលោកអ្នកដែលកើតឆ្នាំមមីសម្រាប់ខែវិច្ឆិកានេះរាសីរបស់អស់លោកអ្នកគឺថាឡើងខ្ពស់ត្រដែតកិច្ចការងារទាំងឡាយមានការរីកចម្រើនទៅមុខការងារក៏កាន់តែប្រសើរនិងប្រកបមុខរបរតូចធំតែងតែរីកចម្រើនផងដែរចំពោះមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំនេះទំនាយទេថាជោគជតារាសីរបស់អស់លោកអ្នកល្អប្រសើរគួរជាទីកប់បំណងអ្នកមានបំណងធ្វើមុខរបរអ្វីមួយតែងតែបានសម្រេចចំណែកមនុស្សប្រុសវិញក៏ល្អប្រសើរណាស់ដែរនឹងបានលាភធំតែមុននឹងកើតលាភត្រូវតែបាត់បង់ទ្រព្យសម្បត្តិបន្តិចបន្តួចជាមុនសិនហេតុដូចនេះហើយត្រូវមានការប្រុងប្រយ័ត្នបន្តិចព្រោះត្រូវចោរកម្មមានបំណងទុកជាមុនបន្ទាប់ពីនោះទៅលោកអ្នកនឹងត្រូវទទួលបានមុខតំណែងថ្មីមានតួនាទីខុសត្រូវជាន់ខ្ពស់រីឯជោគលាភដែលអ្នកត្រូវបានទទួលនោះនឹងបានមកពីទីឆ្ងាយតែត្រូវខិតខំអស់ពីកាយអស់ពីចិត្តឲ្យបានល្អទើបលោកអ្នកទទួលបានជោគជ័យធំដុំទៅរួចហើយសូមខមលេខ222រួចធ្វើការសៀបួងសួងយកលាភបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំរកាអ្នកដែលកើតឆ្នាំរកាសម្រាប់ខែវិច្ឆិកានេះទំនាយទេថាលោកអ្នកនឹងបានមុខការងារធ្វើយ៉ាងពិតប្រាកដបើសិនជាការរៀបចំសុភមង្គលផ្ទាល់ខ្លួនរបស់អស់លោកអ្នកវិញមុខជាបានសម្រេចដោយសេចក្តីប្រាថ្នាការងារតូចធំតែងតែទទួលបានផលសម្រេចនិងជួបលាភផលនឹកសមានមិនដល់តែទោះបីជាយ៉ាងណាក៏ដោយលោកអ្នកគង់តែមានមនុស្សឬឆាចាំមើលពីលទ្ធផលល្អរបស់អស់លោកអ្នកជានិច្ចដោយពួកគេតែងតែច្រណែនឈ្នានីសលោកអ្នកហេតុនេះហើយលោកអ្នកត្រូវតែប្រយ័ត្នខ្លួនបន្តិចទៅប្រសើរនៅក្នុងរឿងនេះផងដែរអ្នកកុំខ្លាចឲ្យសោះព្រោះមានអ្នកចាំជួយឈឺឆ្អាលយ៉ាងពេញទំហឹងរីឯមនុស្សស្រីវិញមិនសូវស្រួលបួលប៉ុន្មាននោះទេត្រូវជួបប្រទះនឹងឧបសគ្គក្នុងដំណើរការជីវិតប៉ុន្តែអ្នកត្រូវខិតខំតាំងចិត្តធ្វើការឬកិច្ចការដោយសេចក្តីឧស្សាហ៍ព្យាយាមស្វាហាប់នោះលោកអ្នកនឹងទទួលបានជោគជ័យឡើងយ៉ាងកប់ប្រសើរហើយសូមខមមិនលេខ789រួចសៀបួងសួងយកលាភ
បាទសម្រាប់អង្គអ្នកដែលកើតឆ្នាំចលោកអ្នកដែលកើតឆ្នាំចសម្រាប់ខែវិច្ឆិកានេះទំនាយទេថារាសីរបស់អស់លោកអ្នកល្អប្រសើរខ្លាំងណាស់នឹងបានលាភធំតែមុននឹងកើតលាភធំផងនោះលោកអ្នកត្រូវបាត់បង់ទ្រព្យសម្បត្តិជាមុនសិនហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិចព្រោះត្រូវមានមនុស្សមានបំណងមិនល្អមកលើអ្នកដូចនេះហើយលោកអ្នកធ្វើដំណើរទីជិតទីឆ្ងាយគួរតែមានការប្រុងប្រយ័ត្នប្រយែងបន្តិចទៅប្រសើររីឯមនុស្សប្រុសស្រីដែលធ្វើដំណើរកំសាន្តទីជិតទីឆ្ងាយត្រូវតែមានការប្រុងប្រយ័ត្នហើយកិច្ចការងាររបស់អស់លោកអ្នកវិញតែងតែជួបរឿងរ៉ាវល្អប្រសើរដោយកប់បំណងការរកស៊ីជួញដូរទីជិតទីឆ្ងាយតែងតែទទួលបានលាភផលត្រឡប់មកផ្ទះវិញគួរជាទីកប់ប្រសើរហើយលោកអ្នកគួរតែមានការប្រយ័ត្នប្រយែងរឿងលុយកាក់បន្តិចព្រោះលុយកាក់របស់អស់លោកអ្នកមិនសូវជាទទួលបានផលកម្រៃក្រាស់ក្រែលដូចជាទីកប់បំណងប៉ុន្មាននោះឡើយហើយសូម comment លេខ889រួច share បួងសួងយកលាភ